Yo, so today អ្នកនរគ្នាខ្ញុំហាសមេថ្ងៃហ្នឹងអេមីនឹងបន្តសាច់រឿង Academy Genesis Swordman របស់យើងជាបន្តទៀតហើយមុនចូលសាច់រឿងអេមីចង់និយាយតិចអ្នកនរគ្នាគឺអាចចូល Telegram ដែលមានដាក់លេខខាងក្រោមបានគឺអ្នកនរគ្នាចូលក្នុងទៅអេមីអាចប្រាប់ពីព័ត៌មានខ្លះៗហើយចឹងថាមានចេញរឿងថ្ងៃណាចឹងទៅណាហើយយើងអាចនិយាយគ្នាលេងបានផងដែរគឺមានតែប៉ុណ្្នឹងចឹងកុំថ្មពេកយើងចូលសាច់រឿងយើងតែម្ដងទៅហើយពេលនោះ Ronan ក៏បាននិយាយប្រាប់កាន់ Acer ថាពពួកកបលីនទាំងអស់ហ្នឹងពូវាឈួតនឹងញៀនទៅលើទស្សនៈនិងកំណត់ផ្សេងៗយ៉ាងខ្លាំងហើយមានប្រាក់នឹងកំណត់ទាំងអស់នោះពូវាទទួលបានដោយការវាបហាទៅកាន់អ្នកប្រមាញ់កំណត់និងឈ្មោះដែលឆ្លងកាត់នៅតំបន់របស់វាហើយពេលនោះ Ronan ក៏បានដកកបោគាត់ជីមកហើយ Ronan ក៏មានម្ដងចង់ឲ្យ Acer នឹងគឺប្រើវេទមន្តរបស់គាត់យកកំណត់អស់នោះពីចម្ងាយតែម្ដងដោយពេលនោះ Acer ក៏បាននិយាយថាគឺវាងាយស្រួល Ronan គាត់បានគិតនោះទេនៅពេល Ronan ក៏ឃើញថា Acer ដូចភ័យអញ្ចឹង Ronan ក៏បាននិយាយថាលក្ខខណ្ឌដើម្បីចូលក្នុងបណ្ឌិតសភា2លានគឺវាមាន2លក្ខខណ្ឌដែលលក្ខខណ្ឌទី1ហ្នឹងវាគឺជាទ្រព្យសម្បត្តិហើយយាយខ្លៃទៅគឺលុយនឹងឯងហើយចំណែកលក្ខខណ្ឌទី2ហ្នឹងវាគឺជាបទពិសោធន៍ហើយឥឡូវហ្នឹងលុយចំកណ្ដាលមុខរបស់យើងហើយប្រសិនបើអ្នកចង់បានបទពិសោធន៍នោះអ្នកត្រូវហ៊ានបន្ថយជីវិតរបស់អ្នកដើម្បីទទួលនៅបទពិសោធន៍ទាំងអស់នោះបន្ទាប់ពីនោះអាសេក៏បានធ្វើតាមការនិយាយរបស់ Ronan ដោយគាត់ប្រើវេទមន្តរបស់គាត់ហ្នឹងគឺយកទ្រព្យសម្បត្តិពីចម្ងាយតែម្ដងដោយអូនអាសេហ្នឹងគឺប្រោតអារម្មណ៍ខ្លាំងមែនទែនបន្ទាប់ពួកគាត់ក៏បានយកទ្រព្យសម្បត្តិទាំងអស់នេះអស់ហើយពេលនោះសេចរឿងក៏បានកាត់កណ្ដាលដៃពីអ្នកដែលមានសម្លៀកពាក់ពណ៌ក្រហមដែលវាកំពុងរត់តាមអ្វីមួយដោយសម្លេងនៃការរត់របស់ពួកវាក៏បានធ្វើឲ្យ Goblin ដែលដេកនៅជិតហ្នឹងគឺវាផងក្រោកឡើងតែម្ដងបន្ទាប់ពី Goblin ហ្នឹងវាបានក្រោកឡើងហើយឃើញថាទ្រព្យសម្បត្តិរបស់វាត្រូវបានគេលួចបែបនេះក៏បានធ្វើពួកវាហៅឡោតែម្ដងហើយចំណែក Pro Ronan និង Ace ដែលកំពុងរៀបរាប់ចាស់ជីវិតនេះវិញពេលនោះពួក Goblin ហ្នឹងវាក៏បានមើលឃើញទៅកាន់ Ronan ដែលកំពុងរត់ចាស់ជីវិតនេះក៏ឃើញចង់អត់គាត់កាំងតែម្ដងកំដៅទៅប៉ុណ្ណឹងហើយទៅលឺទៀតវិញនៅពេលឃើញចឹងពួក Goblin នោះអស់ហ្នឹងវាក៏បានស្ទុះមកកាន់ Ronan និង Ace ក៏ថាត្រឹមសម្បត្តិ Goblin ការចឹង Ronan ប្រើតែមកចលនាទេគឺងាប់ទាំង3តែម្ដងហើយពេលនោះពួក Goblin ហ្នឹងវាក៏បានមកបន្ថែមទៀតក៏តែដូចមុនចឹងត្រឹមការចឹង Ronan ក៏ប្រើមកស្គីទេគឺទៅទាំងអស់តែម្ដងបន្ទាប់ពីបានសម្លាប់ទៅកាន់ Goblin អស់ហ្នឹងហើយ Ronan ក៏បាននិយាយទៅកាន់ Ace ថាតោះពួកយើងត្រឡប់ទៅកាន់ផ្ទះវិញនៅកំឡុងពេលធ្វើដំណើរទៅផ្ទះនោះម្នាក់គឺវេទនាខ្លាំងតែដោយសារទ្រព្យសម្បត្តិហ្នឹងក៏វាច្រើនខ្លាំងពេកហើយរកបានហ្នឹងគឺមិនជួណាសេដ្ឋកិច្ចហ្នឹងក៏បានធ្វើពួកគាត់នឹងកញ្ចក់ស្មាតែម្ដងនៅពេលពួកគាត់កំពុងធ្វើដំណើរទៅផ្ទះវិញនោះពេលនោះក៏មានអាដាយម្នាក់ក៏យកព្រួញទៅដងទៅកាន់ពួកគាត់ហើយពេលនោះម្នាក់ហ្នឹងក៏បាញ់ព្រួញនេះទៅកាន់អាសេតែម្ដងតែចំណាំងរ៉ូណានក៏ reflect ទាន់ក៏បានចាប់នៅព្រួញមួយនេះទាន់ចាប់នៅព្រួញបានតែម្ដងច្រឡំមាត់ហើយអ្នកដែលបានបាញ់ព្រួញមួយហ្នឹងវាជាអាដាយពីរអ្នកដែលខ្ញុំបានឃើញដល់រឿងមួយហ្នឹងហើយពីរអ្នកហ្នឹងវាចង្រៃខ្លាំងមែនទែនហើយវាបាញ់គេហើយវានិយាយថាអូមិញបាញ់ច្រឡំខ្ញុំស្មានតែ3សែមក៏បាត់មនុស្សសោះពេលរ៉ូណានលើអញ្ចឹងគាត់ធ្វើគាត់ក្រៅតែម្ដងដើមមួយនឹងគ្មានម្ដងល្អទេដល់ភ្នែករបស់វានឹងមើលតែទ្រព្យសម្បត្តិរបស់រ៉ូណានតែប៉ុណ្ណោះហើយពេលនោះរ៉ូណានក៏បាននិយាយទាំងការថាតើពួកឯងគឺជាអាណាគេដល់ពេលនោះវាក៏បានមកនិយាយជាមួយរ៉ូណានអញ្ចឹងទៅតែដៃខាងក្រៅវានឹងកំពុងតែកាន់បាត់រៀបវិវាហាត់កាន់រ៉ូណានហើយពេលណាមួយនឹងក៏បានវិវាហាត់កាន់រ៉ូណានតែម្ដងក៏តែសម្បត្តិការអញ្ចឹងរ៉ូណានក៏បាន reflect ទាន់ហើយក៏បានដាក់នោះមកដៃចំកណ្ដាលមុខតែម្ដងហើយពេលនោះមួយទៀតវាក៏បានឃើញអញ្ចឹងហើយបានស្ទូវិវាហាត់កាន់រ៉ូណានក៏ដែរអាសេក៏បានឃើញទាន់អាសេក៏បានប្រើវេទមន្តរបស់គាត់ចោលមួយនឹងឲ្យស្តានជាប់នឹងតែម្ដងឃើញអញ្ចឹងរ៉ូណានក៏ទុកពេលយូរទេក៏បានប្រកបរបស់មួយនឹងចោលនៅពេលនោះក្បត់មួយនឹងក៏បានហោះមកកាន់ដៃរ៉ូណានវិញហើយពេលនោះរ៉ូណានក៏បានដាក់នឹងមកស្គីគឺងាប់តែម្ដងហើយពេលនោះរ៉ូណានក៏បាននិយាយប្រាប់អាសេផងដែរថាពួកអាកំហមល្អនឹងពួកវាតែមកការឧក្រិដ្ឋកម្មនិងការប្លន់ផ្សេងហើយពេលនោះរ៉ូណានក៏បានយកមួយទៀតនឹងប្រហោជីវិតវាចោលតែម្ដងបន្ទាប់ពីស្លាប់ទៅកាន់មួយនឹងហើយពេលនោះពួកគាត់ក៏បានឃើញនៅកញ្ចប់មួយហើយពេលនោះអាកញ្ចប់ធំមួយនឹងវាក៏បានហោះឡើងតែម្ដងក៏បានធ្វើពួកគាត់នឹងប្រាប់អាតែម្ដងទៅពេលឃើញចឹងរ៉ូណានក៏បានស្រ័យមើលពេលនោះក៏មានសត្វមួយក៏បានហោះចេញមកហើយរ៉ូណានក៏ហាសត្វមួយនឹងថាគឺជាសត្វមន់តប៉ែមកហាសត្វមន់នេះណាហើយពេលនោះយើងក៏បានឃើញនៅរូបរាងរបស់សត្វមន់មួយនឹងក៏តែមានហាតាមរ៉ូណានទេមានហាវាថាជាបាសៃពណ៌ខៀវតែម្ដងទៅហើយពេលនោះរ៉ូណានក៏បានសង្កេតឃើញថាជើងរបស់បាសៃមួយនឹងគឺវាជាប់ខ្នោះផងដែរពេលឃើញចឹងរ៉ូណានក៏បានចារមកដែរហើយរ៉ូណានក៏បាននិយាយថាពួកគេក៏បានប្រើនៅខ្នោះដ៏មានតម្លៃបែបនេះប្រហែលដើម្បីចាប់នៅកាន់បាសៃមួយនេះហើយបាសៃមួយនេះបង្ហាញជាបាសៃដ៏អស្ចារ្យហើយនៅពេលដែលរ៉ូណានក៏និយាយតែឯងនឹងពេលនោះអាបាសៃមួយនឹងក៏បានចាត់តជាមួយរ៉ូណានតែម្ដងនៅពេលលឺចឹងក៏បានធ្វើគាត់មកញាប់អាតែម្ដងហើយវិសាអាសានឹងគឺញាប់អាជាងគេតែម្ដងដល់បាសៃបកខៀវមួយនឹងវាក៏បានណែនាំខ្លួនវាថាវាក៏មានយល់ថា Warren ហើយរវងនៃអាក្រាភិរោធដែលនៅខាងក្រៅរបស់សត្វមួយនឹងវាក៏អាចជំនួយឲ្យបាសៃមួយនឹងគឺអាចនិយាយភាសាមនុស្សបានហើយដល់ប៉ុណ្ណឹងសិនបានហើយពេលនោះរ៉ូណានក៏បាននិយាយជាមួយនឹងបាសៃបកខៀវមួយនឹងផងដែរដល់គាត់បាននិយាយថាគាត់គ្រាន់តែឆ្លងកាត់នៅតំបន់មួយនេះតែប៉ុណ្ណោះហើយគាត់បានជួយបាសៃបកខៀវនឹងពីការចាក់ខ្លួនរបស់ពួកអាយពីរនាក់ផងដែររ៉ូណានគាត់និយាយចឹងគាត់ចង់ឲ្យអូនហ្នឹងគឺសងគុណមកកាត់គាត់ទាំងឯងហើយពេលនោះរ៉ូណានក៏បានផ្ទះភ្នែកជាមួយច្បាប់នឹងទៀតហើយដល់គាត់ទៅភ្នែកខ្លាំងពេកគាត់បានកាត់ច្បាប់នឹងចោលតែម្ដងបន្ទាប់ឃើញថារ៉ូណានគាត់ចិត្តល្អខ្លាំងពេកបាសៃមួយនឹងចង់លងស្នេហ៍ជាមួយរ៉ូណានទៀតហើយពេលនោះបាសៃមួយនឹងវាក៏បានផ្ដល់រង្វាន់មួយឲ្យទៅកាន់រ៉ូណានទៅពេលរ៉ូណានគាត់បានឃើញរង្វាន់នោះនឹងក៏បានគាត់បាច់ញើសតែម្ដងហើយគាត់បានសួរថាតើនេះគឺជាស្អីគេនោះវើយ5ថ្ងៃកន្លងផុតទៅសាច់រឿងក៏បានបង្ហាញទៅកាន់កន្លែងមួយដែលយើងក៏ឃើញឈ្មោះកំពុងតែយកវ៉ាន់ដើម្បីទុក
លោកអីចឹងទៅហើយវានៅខ្សែរឿងរបស់យើងក៏បង្ហាញដល់ការបរមម្នាក់ដែលក៏មានឈ្មោះថាឌួនដែលជាអ្នកវិរំលែងទៅលើគ្រឿងអលង្ការនិងវត្ថុបុរាណផ្សេងៗហើយពេលនោះយើងក៏បានឃើញថារ៉ូណាននិងអាសេក្នុងនាទីនោះផងដែរតែរ៉ូណានរបស់យើងគឺរាក់ទាក់ខ្លាំងតែនហើយពេលនោះរ៉ូណានក៏បានយកវត្ថុមួយជាក្បាលរបស់គាត់ហើយវត្ថុមួយហ្នឹងវាជាសុំក្របហើយខ្សែរឿងក៏បានរកដំណើរការបន្តិចនៅពេលដាក់ខ្សែមួយហ្នឹងគឺវាបានបដោតវត្ថុមួយឲ្យគាត់ហ្នឹងវាជាសុទ្ធមួយនេះនៅពេលគាត់ឃើញថាការខំប្រឹងរបស់គាត់ធ្វើសុទ្ធមួយប៉ុណ្ណឹងគាត់គាត់ក្តាច់ឲ្យហើយតែម្ដងហើយរ៉ូណានក៏បានគប់សុទ្ធនឹងចោលតែម្ដងកុំតែនៅពេលគាត់ទប់ទៅមានបាយសុទ្ធណាវាបាច់ច្បាច់មកនៅនឹងទៅវិញនៅពេលរ៉ូណាននិងអាសេបានឃើញចឹងក៏បានធ្វើគាត់បើកភ្នែកសព្រាតែម្ដងហើយពេលនោះឌូអនក៏បាននិយាយដំណែងផ្អាទៅកាន់រ៉ូណានថាបើតាមបទពិសោធន៍របស់គាត់រត់ឆ្នាំនេះគាត់ក៏បានឃើញថាសុំមួយនេះវាគឺជាសុទ្ធរបស់បាសីហើយបើមើលតាមពណ៌របស់វានោះគឺនៅពេលរ៉ូណានក៏បានលើអញ្ចឹងក៏បានធ្វើគាត់គឺសប្បាយចិត្តតែម្ដងដល់គាត់ក៏ថាសុំមួយហ្នឹងក៏ជឿសុទ្ធតែមានតម្លៃហើយក៏តែនៅពេលដែលរ៉ូណានក៏បានលើឌូអនគាត់និយាយថែមទៀតនោះថានេះជាជឿសុទ្ធខូចក៏បានធ្វើគាត់គឺសញ្ញាចិត្តតែម្ដងដល់មិញហ្នឹងគាត់គិតថាវាជារបស់ល្អហើយនៅពេលគាត់បានលើថាសុទ្ធខូចអញ្ចឹងក៏បានធ្វើក្តីសង្ឃឹមរបស់គាត់ហ្នឹងក៏បែកបាក់ខ្ទេចខ្ទីតែម្ដងហើយរ៉ូណានក៏បានរៀនឆ្ងល់ជាមួយនឹងសុទ្ធមួយហ្នឹងផងដែរវាខូចយ៉ាងណាវាលេងគប់ទៅលំបៃថ្មអញ្ចឹងនោះហើយពេលនោះរ៉ូណានក៏បានសួរទៅកាន់ឌូអនពីរឿងផ្សេងវិញដែលគាត់បានសួរថាតើឌូអនហ្នឹងមានសភៅតាក់ទងជាមួយនឹងបរិសុទ្ធភាពពីលីអនឬអត់តែសារតែឥឡូវហ្នឹងពួកគាត់ក៏ចង់ចូលប្រឡងដើម្បីចូលរៀននៅទីនោះក៏តែគាត់មិនដឹងអ្វីច្រើនតាក់ទងជាមួយនឹងបរិសុទ្ធភាពពីលីអននោះទេនៅពេលដែលពួកគាត់ពងចែកគ្នានោះពេលនោះក៏មានសលេងរបស់នារីម្នាក់ដែលនាងបានហៅឌូអនថាក៏ជាលោកប៉ាដល់អាចារ្យម្នាក់ហ្នឹងគឺនាងមានឈ្មោះថាអារីយ៉ានៅពេលដែលរ៉ូណានក៏បានលើកឈ្មោះរបស់អាចារ្យអារីយ៉ាភ្លាមរ៉ូណានអនុញ្ញាតទៅរកអារីយ៉ាតែម្ដងតែសារតែឈ្មោះមួយនេះគាត់ក៏បានហៅជាមួយនឹងអ្នកក្រោមគាត់របស់គាត់ម្នាក់ដែលធ្លាប់ចូលរួមក្នុងសង្គ្រាមជាមួយនឹងគាត់ប្រយុទ្ធជាមួយនឹងពួកអាយុធដល់នៅពេលនោះរ៉ូណានក៏មានរឿងអ្វីមួយដែលចង់សួរទៅកាន់អាចារ្យអារីយ៉ាបន្តិចហើយរ៉ូណានក៏មានឈ្នាបញ្ជាក់ទៀតថាសង្ឃឹមថាអ្នកក៏មានវាចោះហើយរឿងដែលរ៉ូណានក៏ចង់សួរនោះគឺអានខ្លួនឯងទៅ